នេះគឺជាបង្គាជ័រដែលមានតម្លៃត្រឹមតែ500រៀលដែលគេទិញយកមកលក់ឲ្យក្មេងៗនៅតាមសាលារៀនប៉ុន្តែខ្ញុំទៅដល់ផ្សារស្នួលស្រុកស្នួលខេត្តកញ្ចេះខ្ញុំឃើញបង្គានំបង្គាហ្នឹងខ្ញុំទិញមកកញ្ចប់ខ្ញុំសាកហែកមើលនៅក្នុងនោះសុទ្ធតែជ័រអញ្ចឹងខ្ញុំសូមសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធជាពិសេសមន្ត្រីកម្មគនត្រូលត្រួតពិនិត្យនៅផ្សារស្នួលផងព្រោះអីលក់អញ្ចឹងវាប៉ះពាល់សុខភាពក្មេងៗខ្លាំងណាស់ហើយនំនេះបើតាមខ្ញុំមើលនៅក្នុងกระดาษវាផលិតនៅខ្មែរយើងទេគឺនៅក្នុងភូមិស្អីចេះមើលច្បាស់ភូមិត្រពាំងរូងភូមិសង្គ្រោះជាតិឃុំត្រពាំងរូងស្រុកអង្គស្នួលខេត្តកំពង់ស្ពឺហើយមានលេខទូរស័ព្ទទៀត088 77 00973 012 67 8312និងលេខទូរស័ព្ទហើយនេះឈ្មោះនៅលើរូបមានរូបនៅលើកញ្ចប់នំទៀតមិនដឹងថារូបហ្នឹងរូបអ្នកណាឬក៏គេចេះតែបិទមិនដឹងទេអញ្ចឹងសូមឲ្យមេដាបេដាក្មេងៗទាំងអស់ឪពុកម្ដាយទាំងអស់គាត់ជួយត្រួតពិនិត្យរាល់ចំណីអាហារដែលកូនបានទិញហូបជ័រសុទ្ធมันមានកន្លែងណាដែលថាជាបកាពិតប្រកបទេនេះបងប្អូនមើលនេះបកាពិតប្រកបជើងអញ្ចឹងអីដុតបើសិនណាយើងយកទៅដុតវិញឈ្ងៀមហ្មងឈ្ងៀមជ័រហ្មងអានេះឯងសាក់ដុតមើលដុតឲ្យគេមើលដុតឆេះទៀតដឹងជ័រប្រភេទស្អីដុតអត់ឆេះដុតផ្ទុះចេញភ្លើងឃ្លួយឈ្ងៀមបងប្អូនជួយមើលនេះបកាធម្មជាតិហ្នឹងហូបទៅងាប់កូនងាប់ចៅហើយនេះកន្លែងខ្ញុំដាក់ឲ្យមើលនេះបកាជ័រមានបកាធម្មជាតិជើងអញ្ចឹងហីមើលជួយពិចារណាអស់គ្នានេះហើយមកកញ្ចប់តែ500រៀលទេបកាជាប់30-40បកាកញ្ចប់តែ500ទេអានេះខ្ញុំចែកគេអស់ខ្លះមកចែកគេអ្នកភូមិឲ្យគេមើលខ្លះផងកំអីហ្នឹងនៅសល់ច្រើនណាលើសនឹង3ដងសូមជួយចែករំលែកផងមិត្តក្នុង Facebook របស់គ្នាបាទសូមអរគុណ